សូមជម្រាបសួរពុកម៉ែបងប្អូនស្វាគមន៍មកកាន់ Channel ដេសាថ្ងៃនេះខ្ញុំបាទនិងក្រុមគ្រួសារបានធ្វើដំណើរមកខាងខេត្តសៀមរាបដើម្បីចូលរួមពិធីរៀបមង្គលការរបស់ប្អូនជីដូនមួយប្អូនស្រីបាទដែលការរៀបចំពិធីរបស់គាត់គឺស្ថិតនៅក្នុងហាងមួយកន្លែងដែលមានឈ្មោះថាពន្លឺឋានសួគ៌ថ្មីបាទហើយទីនេះមើលទៅសិតតែរូបចម្លាក់បាទហើយនេះគឺជាទស្សនវិជ្ជាការទទួលទានអាហារពេលព្រឹកមានទាំងកាហ្វេមាននំខ្មែរយ៉ាងបងប្អូនមានរសជាតិឈ្ងុយឆ្ងាញ់ប្លែកមាត់បាទយូរហូបម្ដងគឺថាឆ្ងាញ់បាទមានតាំងពីនំអាកោនំគោមច្រើនណាស់បងប្អូនរាប់អត់អស់នេះគឺបងប្អូនដូចថាបងប្អូនខាងកូនកន្លោះនិងកូនកំមុំដូចថាថតរូបទុកជាអនុស្សាវរីយ៍បាទការរៀបចំនេះគឺថាបែបសាសនាអ៊ីស្លាមបាទហើយបន្តមកយើងក៏ដាក់បបរគ្រឿងសាច់មាន់មានចាក់ខ្វៃមានអីបាទសម្រាប់អាហារពេលព្រឹកហើយនេះគឺជាទស្សនវិជ្ជាតង់ទី2មានម្ហូបបែបចិនបាទហើយបន្ទាប់ពីហូបអីហើយយើងក៏ធ្វើដំណើរទៅខាងទៅដើរលេងនៅខាង Fern Cafe ដែលទីនេះគឺការរៀបចំរបស់គាត់មានទស្សនវិជ្ជាស្រស់ស្អាតត្រជាក់ស្រស់ស្រាយបែបធម្មជាតិណាបងប្អូនហើយក៏មានសត្វឈាមណាបងប្អូនមានចិនឈាមហើយការរៀបតុបតែងរបស់គាត់បែបជាលក្ខណៈដូចជាខាងប៉ាយុរ៉ុបមើលទៅផ្ទះរបស់គាត់រៀបចំនេះមើលទៅដូចខាងបែបខាងអឺរ៉ុបហើយគឺហាងកាហ្វេតែយើងមកយើងអាចកំងជាភេសជ្ជៈហើយផ្សេងណាបងប្អូនតែសម្រាប់យើងចូលទស្សនានេះគឺអត់បង់លុយមិនបង់ទិញសម្បត្តិទិញអីទេគ្រាន់តែថាចូលមើល free តែគ្រាន់តែថាភេសជ្ជៈយើងទិញក៏ញ៉ាំធម្មតាទៅបាទវីដេអូមានតែប៉ុណ្្នេះហ៎បងប្អូនអរគុណច្រើនសម្រាប់ការទស្សនាហើយក៏កុំភ្លេចជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយផងបងប្អូនសម្រាប់បងប្អូនដែលអត់ទាន់ចុច Subscribe អរគុណច្រើនជម្រាបលាបាយ